ពូជខ្លៅមិនសូវប្រាជ្ញពូជកោងកាចមិនសូវស្លូតពូជត្រង់រហូតពូជផោភូតមិនផុតផៅឪពុកម្ដាយស្លូតត្រង់ចិត្តមិនចង់ឲ្យកូនខ្លៅជេរវាយស្ដីបដៅឲ្យកូនចៅបានចេះដឹងឪពុកគ្មានតម្រេះឃើញកូនចេះមិនដែលខឹងឃើញកូនខំប្រឹកប្រឹងឪពុកដឹងតែងត្រេកអរដាស់តឿនក្រើនរំលឹកយប់ល្ងាចព្រឹកខ្លាចកូនក្រចង់តែឲ្យកូនល្អលោមង្វរឲ្យកូនខំកូនខូចបំពេញទុកម្ដាយឪពុកព្រួយបារម្ភកូនស្លូតដឹងគួសមឪពុកកុំកើងកេរឈ្មោះឪពុកម្ដាយខ្សត់ខ្សោយកុំបណ្ដោយឲ្យអាប់យុះខំរៀនឲ្យបានខ្ពស់រក្សាឈ្មោះយុះមេបាបាទអ៊ំពូបារម្ភណាស់ហើយសុំពិចារណាទៅណាឪពុកម្ដាយពិបាកណាស់គ្រប់ឪពុកម្ដាយទាំងអស់បាទចេះកំណាប់ពេកមិនតែចេះកំណាប់កាប់ឃ្លោងទៀតបាទអេចេះបងឯងនៅជួបខ្ញុំអត់ចេះដល់ប៉ុណ្ណឹងចេះជាងនឹងទៅទៀតណាបងឯងចេះស្អីទៀតបាទចេះនិយាយពីថាចេះអីឲ្យចេះពិតប្រកបទៅណាចាចេះគេថាអ្នកចេះអាងវិជាអូអ្នកចេះអាងវិជាបាទអ្នកចេះអាងវិជាជនពាលាអាងកម្លាំងសេដ្ឋីអាងធនណាំងអ្នកចម្បាំងអាងអាវុធអ្នកបួសអាងសីលាគោមហិង្សាអាងស្នែងមុតអ្នកកាន់សាសនាពុទ្ធអាងផលកម្មអាក្រក់ល្អទារកអាងស្រែកយំអ្នកធ្វើនំផ្អែមអាងស្ករឈើខ្លីជាងអាងតជនក្រីក្រអាងសំទៀនអ្នកផ្សងអាងកម្ពីមេធាវីអាងច្បាប់ចាំហោរាអាងខែឆ្នាំមនុស្សរងកម្មអាងទឹកភ្នែកស្អីគុំញែកនេះគាត់ទឹកភ្នែកភ្លេងសំក្បាលកំសត់ណាមិញចេញក្បាលមកហ្នឹងចាំចូលតែញ៉ែទីស្គោជួបអ្នកប្រងថ្លៃនាងកំឡត់ត្រីស្រស់បានជួបអ្នកប្រុសថ្លៃមកពីអាមេរិកថ្មីហេតុអីមិនអោយដុល្លារអូនចាយបើយកមកចែកគ្នាដែរចាំបាច់ទៅធ្វើអីបងឯងចិត្តអាក្រង់អីខ្លាំងណាស់គ្រាន់តែ100មិនហ៊ានចំណាយ100ម្នាក់ស្រេចបាត់ឲ្យតាអូនមួយហ្នឹងដឹងខ្ញុំមកនេះអីហ៎ខ្ញុំមកតែខ្លួនទេមានតែលុយទិញរបត់កប៉ាល់ហោះមកទេមិនជឿឥឡូវហ្នឹងមកចាយជំនាញនេះចាយជំនាញស្អីគេជួល4រោងហើយហ្នឹងតិចទៀតថែមទៀតហើយមួយរោងក្រោយនេះបនជ្រូកគេងាប់ស្អីគាត់តែជ្រូកងាប់គេជួលបងឯងទៅធ្វើស្អីគេស្រឡាញ់ជ្រូកហ្នឹងពេកអូតែដឹងរឿងជ្រូកហ្នឹងហ៎ជ្រូកស្អីរឿងជ្រូកជើង3មិនបានជ្រូកជើង3ជ្រូកហ្នឹងណាជើង3និយាយពីអូចេះណាស់ចេះមែនតើពេលដូចថាភ្លើងឆេះផ្ទះម្ចាស់អញ្ចឹងណាវាខំទៅទាញប៉ោតខំទៅទាញអីទៅជំមុជទឹកយកមកបាចយកមកអីឲ្យទាញភើចក៏អាវទាញវ៉ាលីថ្មីយកមកក្រៅផ្ទះណាអូចេះដល់មនុស្សអញ្ចឹងហ្នឹងហើយដល់ឲ្យមិនទៅបងអញ្ចឹងមកជើង3អញ្ចឹងណាជើង3ត្រង់អីដល់តែចេះពេកហ្នឹងណែម្ចាស់ហ្នឹងបងកាប់ស៊ីដល់អញ្ចឹងអាណិតកាប់តែមួយជើងមួយខាងតែជើងមួយស៊ីសិនទៅអាណិតទុក3ឲ្យរត់ទៅវាមិនដែលទៅចាស់ណាខោខៅណាផ្សារអីលក់នោះខោខៅអីប្រុងស៊ីទាំងអស់តែដល់អាណិតឃើញជ្រូកហ្នឹងវាចេះពេកទុកជើង3ទុកជើង3រហូតទៅជឿឯងបងប្អូនកុំជឿពេកព្រំម៉ាញ់ផកំពូលផមកចង់ឡើយនេះនាងណែចាសាច់ស្អាតណាស់ណាខ្ញុំឥឡូវស្អាតតែខ្ញុំត្រាំកាហ្វេទឹកដោះគោអញ្ចឹងហើយណែនេះហើយក្រែងពិសាផ្លែឈើច្រើនណាចាខ្ញុំអ៊ីតផ្លែឈើច្រើនហ្នឹងហើយមានណែម្នាក់នោះគេប្រាប់ខ្ញុំមីនេះទៅហ្នឹងណាចាគេដើរលក់ផ្លែឈើបងប្អូនពិសាផ្លែឈើឲ្យច្រើនទៅសាច់ស្អាតពួកពេទ្យប្រាប់ចឹងតែកាលណាមានជាតិផ្លែឈើមានវីតាមីនច្រើនវីតាមីនច្រើនចឹងវាសាច់ស្អាតចាំមានម្នាក់នោះពួកប៉ាហ៊ីគេដឹកស្វាមកគេថាកុំជឿស្វាខ្ញុំស៊ីផ្លែឈើតាំងពីតូចឥឡូវគូតនៅតែក្រិនមួយស្វាមួយមនុស្សបងឯងបើស្វាវាស្បែកក្រិនស្រាប់ហ្នឹងវាស៊ីស្អីក៏នៅតែក្រិនដែរចង់ស៊ីផ្លែឈើមិនស្អាតចឹងបងឯងចង់ស្អាតទេ
បាទតែអាមេរិកយូរទៅសាច់ឡើងសស្គូខ្ញុំឃើញបងឯងភ្លាមប្រងបាក់ម្ដងហើយតែលែងប្តីបើប្តីអត់លែងប្តីក្មេងជាងចាខ្ញុំឮថាប្តីនឹងដបងប្អូនធေါ်ដែរណែមើលជួបគ្នាម្ដងហើយគេគ្នាឯងមកចាប្រយ័ត្នខ្ញុំហែកគេវិញតិចបបាក់ខ្មាស់គេកុំហែកគេស្ដាប់ទូទាំងប្រទេសចាំបងឯងនិយាយខ្ញុំបានខ្ញុំនិយាយបងឯងមិនបានហើយតែបន្តិចហ្នឹងឃើញដល់សហរដ្ឋអាមេរិកហើយហ្នឹងហើយចាហែកគេហ្នឹងបបាក់ប្រពន្ធហ្នឹងឡើងកប៉ាល់ហោមកឡាអត់ទេមកបាន